ូនមានរឿងជាច្រើនណាស់ដែលអ្នកម្ដាយនិងលោកឪពុកត្រូវគិតនិងរៀបចំខ្លួនដើម្បីទទួលមនុស្សពិសេសដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះសប្តាហ៍ថ្ងៃនេះអ្នកម្ដាយភាគច្រើនបានទទួលយកសេវាពិនិត្យពីគ្រោះអំពីការពពោះនិងការសម្រាលទៅតាមមន្ទីរពេទ្យបង្អែកមន្ទីរពេទ្យឯកជនទៅតាមលទ្ធភាពរបស់ពួកគាត់តែដោយសារជីវភាពស៊ីវិល័យបច្ចុប្បន្នមនុស្សអាចស្វែងរកទីប្រសើរជាច្រើនដើម្បីជំនួយក្នុងថ្ងៃដ៏ធំមួយនេះដូចជាថ្នាក់រៀនឆ្លងទន្លេនៅតាមមន្ទីរពេទ្យសម្ភពឯកជនធំមួយចំនួនអ្នកអាជីពខាងប្រឹក្សាសម្រាប់ស្ត្រីពពោះគិលាននុបដ្ឋាយិកាចាស់មួយចំនួនទទួលបម្រើសេវានេះនិងអ្នកណែនាំពិធីប្រឹងជាដើមលើសពីនេះទៅទៀតអ្នកក៏អាចស្វែងរកព័ត៌មាននានាអំពីការសម្រាលដោយធម្មជាតិការសម្រាលនៅផ្ទះការសម្រាលដោយការវះកាត់និងប្រធានបទជាច្រើនទៀតដែលជាចំណេះដឹងមានប្រយោជន៍អ្នកគួរស្វែងយល់អំពីសញ្ញានៃការសម្រាលនិងសម្ភារៈដែលត្រូវរៀបចំដើម្បីទៅមន្ទីរពេទ្យការសម្រាលកូនមានភាពខុសៗគ្នាពីមួយករណីទៅមួយករណីដូចជាការសម្រាលក្នុងទឹកជាទូទៅមិនទាន់ទទួលស្គាល់ទូលំទូលាយនៅកម្ពុជាយើងទេ